ទី6យើងបានមើលរួចហើយដូចថា David កំពុងតែអោប Marley ហើយអាជីមកតន់នៅវគ្គចុងបញ្ចប់នៃភាគទី6គឺបែបហ្នឹងអញ្ចឹងបងប្អូនអាចទាយបានទេថាអាជីនឹងវាយ Marley ទៀតអត់ហើយ David នឹងធ្វើយ៉ាងម៉េចចំពោះរឿងមួយនេះសម្រាប់ខ្ញុំគឺខ្ញុំអត់ចង់ទាយទេព្រោះតែខ្ញុំទាយខុសកាលពីវគ្គទី5ខ្ញុំទាយវគ្គទី6គឺខុសគឺ review ក៏ reaction មកគឺខុសតែម្ដងអញ្ចឹងហើយខ្ញុំអត់ទាយទេបន្ទុកឲ្យបងប្អូនទាយប៉ុន្តែសម្រាប់ខ្ញុំនៅតែគិតថាភាគទី7នេះគឺឆាយនៅតែចាប់ម៉ាលីចាប់ម៉ាលីយកទៅថាចាប់ម៉ាលីយកទៅប៉ុនប៉ងមិនល្អតែសារបានយោបល់វាអាជីឬអាជីស្នើសុំមកជួយចាប់ជួយអីចឹងធ្វើម៉េចឲ្យម៉ាលីនឹងចេញពី David ចេញពីផ្ទះ David ហ្នឹងគឺអញ្ចឹងហើយភាគទី6នេះបងប្អូនដឹងហើយអាជីគឺពឹងឲ្យតួអង្គឈ្មោះម៉ឺនហ្នឹងទៅធ្វើជាសង្សាររបស់ម៉ាលីទាំងដែលម៉ាលីមិនដែលស្គាល់សម្ដែងធ្វើជាសង្សារចាស់សង្សារដែលផ្សត់កម្រជាមួយគ្នាហ្នឹងទៅកន្លែងហ្នឹងណាបងប្អូនប៉ុន្តែអ្វីដែលមិនល្អអាជីគិតតែរឿងហាវជាមួយឆាយើងហ្មងអូយនិយាយរួមទៅអារឿងមុនហ្នឹងហាវទៀតដល់ពេលអារឿងក្រៅហាវទៀតតិចតិចដឹកដៃចូលបន្ទប់តិចតិចដឹកដៃចូលបន្ទប់ហើយខ្ញុំអ្នកមើលនោះចង់ក្តៅខ្លួនដែរប៉ុន្តែដោយសារតែយើងមិនមែនជាអ្នកហាវទេអត់មានលេស្នេហ៍ទេអត់មានលេស្នេហ៍លៀបគេអញ្ចឹងណាហើយបើសិនជា view នេះបានមកអឹមខ្ញុំប្រហែលជាទិញលេស្នេហ៍លៀបគេដែរហើយគេលោកបានហាវគេដែរតើបងប្អូនទូទាយទាំងអស់គ្នាក្នុងវគ្គទី7នេះបងប្អូនវគ្គទី7នេះបងប្អូនអាចទាយដឹងថានឹងមានរឿងអីកើតឡើងទៀតសកម្មភាពតួអង្គរបស់យើងនឹងប្រែប្រួលទៅយ៉ាងណាសាច់រឿងរបស់យើងប្រែប្រួលទៅយ៉ាងណាដែលយើងកំពុងទស្សនារឿងរបស់ពូត្រូមួយបងប្អូនណាគឺពិបាកទាយមែនតើទាយអត់ត្រូវដោយសារតែសាច់រឿងគាត់មានអារម្មណ៍ថាដូចគាត់និពន្ធភ្លាមសម្ដែងភ្លាមក៏មិនដឹងដែរដោយសារតែរឿងរបស់គាត់2ថ្ងៃចេញម្ដងហើយរាល់ពេលចេញគឺចេញពេលយប់ពេលល្ងាចអាចថាខ្ទង់ម៉ោង7អត់ទៀងដែរបងជួនកាលទៅម៉ោង7កន្លះជួនកាលទៅម៉ោង8ជាង7 9ពេលខ្លះទៅម៉ោង7 7ក៏អាចចេញដែរអញ្ចឹងបងប្អូនចង់តាមដានច្បាស់មែនតើបងប្អូនអាចចូលទៅក្នុង channel YouTube របស់គាត់ក៏ឬក៏ចូល Facebook របស់គាត់ពូត្រូចាងវាងភូមិខ្លោកមាសឬក៏ channel YouTube ដែលមានដាក់ The Troll Cambodia អញ្ចឹងទៅបងប្អូនអាចចូលទៅមើល channel ផ្លូវការរបស់គាត់ដែលមានទស្សនាខ្លួនឯងបានហើយខ្ញុំគ្រាន់ជាការកំសាន្តអារម្មណ៍ទេខ្ញុំធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនកំសាន្តអារម្មណ៍ជាមួយខ្ញុំដូចជាការទូទាយរឿងការនេះទេបងប្អូនណាខ្ញុំ reaction គ្រប់រឿងទាំងអស់ប៉ុន្តែគ្រាន់ថាពេលវេលាធ្វើវីដេអូមានតិចចឹងធ្វើបានតិចដាក់ក្នុង YouTube អរគុណច្រើនបងប្អូន